ចាជំរាបសួរព្រឹកនេះខ្ញុំមកធ្វើអូកូណូមីយ៉ាគីហើយស្រួលចាំគឺភីហ្សាជប៉ុននឹងឯងស្ពៃក្តោបនេះខ្ញុំទិញ1គីឡូ2500ខ្ញុំប្រើអស់1/8អញ្ចឹងប្រហែលជា300រៀលយកវាមកហាន់ឲ្យស្ដើងមកបងប្អូនខ្ញុំប្រើពងមាន់1គ្រាប់តម្លៃ700រៀលម្សៅមី1ស្លាបព្រាបាយនេះប្រហែលជា100រៀលបើអត់មានម្សៅមីដាក់ម្សៅធ្វើខេកក៏បានដែរណាបងប្អូនដាក់អំបិលបន្តិចម្រេចបន្តិចហើយលាយចូលគ្នាឲ្យសព្វល្អបន្ទាប់មកយើងដាក់ស្ពៃក្តោបយើងនឹងលាយចូលគ្នាច្របល់ចូលគ្នាឲ្យសព្វល្អម្ដងទៀតពេលយកទៅដាក់ចៀននឹងយើងបិទគម្របទៅដើម្បីឲ្យវាឆ្អិនសព្វល្អភីហ្សាអត់ទាន់ឆ្អិនទេអញ្ចឹងខ្ញុំមកឆ្លៀតចិត្តប៉មឲ្យហ្មងទៅប៉មនេះខ្ញុំទិញមួយផ្លែ2000រៀលសម្រាប់យ៉ាអ៊ូខាប់នេះខ្ញុំធ្វើខ្លួនឯងអាចទៅមើលវីដេអូចាស់ៗខ្ញុំបានភីហ្សាខ្ញុំឡើងឈ្ងុយអញ្ចឹងមានន័យថាវាឆ្អិនហើយអញ្ចឹងខ្ញុំប្រែទៅមួយខាងទៀតសេរីល2ស្លាបព្រាបាយនេះប្រហែលជា800រៀលខ្ញុំភ្លេចប្រាប់បងប្អូនចៀនភីហ្សានេះប្រើភ្លើងតិចបានណាបងប្អូនប្រើភ្លើងខ្លាំងនឹងខ្លោចឲ្យអត់ឆ្អិនដល់ខាងក្នុងទេពេលឆ្អិនហើយខ្ញុំលាបម៉ាយ៉ូណេសហើយនឹងទឹកប៉េងប៉ោះបន្តិចមកហើយខ្ញុំរោយសារាយសមុទ្រអូកូណូមីយ៉ាគីហ្នឹងប៉ះសិនបើបានរោយជាមួយនឹងសាច់ត្រីឈូសស្ដើងណាកាន់តែឆ្ងាញ់តែខ្ញុំអត់បានទិញអញ្ចឹងខ្ញុំរោយសារាយសមុទ្រជំនួសទៅ Good morning ស្រមោលអាហារពេលព្រឹកម្ចាស់នេះខ្ញុំចំណាយអស់ប្រហែលជា4100រៀលបងប្អូនអាហ្វាភីហ្សាជប៉ុនម៉ាមីធ្វើថ្ងៃនេះឆ្ងាញ់ហ៎ឆ្ងាញ់ Alpha ចូលចិត្តណាមានគេចង់ញ៉ាំជាមួយ Alpha អត់បើចូលចិត្តវីដេអូ Alpha ជួយ share ឲ្យ Alpha ផងណាបាទអរគុណបាទ